Sriល្អគុណនឹងសៀវភៅអានមិនយល់សៀវភៅខ្លះអានងាយនឹងយល់តែសៀវភៅខ្លះទៀតអានហើយនាំមកឈឺក្បាលប្រៀបដូចជានារីខ្លះល្អគុណដែលបរោះណាសម្លឹងមើលមួយផ្លែតមិនដឹងថាស្អាតទេតើតែមើលឲ្យយូរមើលឲ្យច្រើនដងទើបដឹងថាស្អាតមែនសមាជិកអំណាចម្នាក់ប្រាប់ខ្ញុំថាសៀវភៅបងអានពិបាកយល់បែបនេះចុះទម្រាំម្ចាស់សៀវភៅតែមិនដឹងពិបាកនឹងយល់ប៉ុណ្ណាទេខ្ញុំតបថាបើចង់យល់ពីខ្ញុំប្រឹងអានសៀវភៅខ្ញុំឲ្យយល់ទៅឬមានវិធីមួយទៀតគឺនៅក្បែរខ្ញុំគឺនឹងយល់ពីខ្ញុំហើយដោយពុំចាំបាច់ទិញសៀវភៅខ្ញុំអានទេក្រោយមកមានសមាជិកអំណាចម្នាក់នៅក្បែរបានសើចរួចហើយតបថាខ្ញុំសុខចិត្តទិញសៀវភៅអានវិញប្រសើរជាងពីព្រោះមនុស្សពិបាកយល់ហើយថែមទាំងមិនសង្ហាទៀតបើសង្ហាតែបន្តិចចេះតែទ្រាំនៅក្បែរខ្លះបើជាសៀវភៅខ្ញុំមិនសូវខ្វល់រឿងក្រោបខាងក្រៅទេសំខាន់ខ្លឹមសារតែដល់មនុស្សវិញខ្ញុំសូមមើលរូបរាងខាងក្រៅសិនហើយខ្ញុំញញឹមបន្តិចរួចតបវិញថាបទពិសោធន៍អំណានខ្ញុំច្រើនហើយសៀវភៅខ្លះសាំញ៉ាំដូចមនុស្សស្រីអញ្ចឹងតែពេលខ្លះក៏គួរឲ្យស្រឡាញ់ដែរក្រោយមកនាងសម្លឹងមើលមកខ្ញុំរួចនិយាយថានិយាយជាមួយអ្នកពូកែអានសៀវភៅបានច្រើនគឺនិយាយមិនឈ្នះមែនខ្លួនឯងមិនសង្ហាហើយនៅរកហេតុផលតទល់នឹងខ្ញុំបានទៀតចាប់ពីពេលនេះទៅខ្ញុំនឹងប្រឹងអានរកទ្រឹស្ដីល្អវិភាគគំនិតជ្រៅហើយសង្ឃឹមថានឹងបានជជែកដេញដោលនឹងបងទៀតចុងក្រោយខ្ញុំលួចញញឹមរួចគិតក្នុងចិត្តថាអូតែប៉ុណ្ណេះដឹងតែចាញ់ល្បិចខ្ញុំហើយប្រហែលជាមិនដឹងថាខ្ញុំលោលេងឲ្យឈឺចិត្តទេពេលឈឺចិត្តគឺនឹងប្រឹងអានសៀវភៅឲ្យពូកែជាងខ្ញុំចរិតអ្នករៀនប្រើពេលវេលានៃថ្ងៃសម្រាកដើម្បីរៀនតែអ្នកមិនរៀនវិញប្រើពេលវេលានៃថ្ងៃសម្រាកដើម្បីដើរលេងអ្នករៀនត្រូវហ៊ានឈឺចាប់ត្បិតរសជាតិនៃការអប់រំតែល្វីងជូរចត់មែនទែនតែផ្លែផ្ការបស់វាមានរសជាតិផ្អែមណាស់អ្នកក្រដែលគ្មានលុយរៀនគ្មានឱកាសរៀនសាលាល្អគ្មានអ្នកជួយជ្រោមជ្រែងបើមិនដោយខ្លួនឲ្យដូចកូនអ្នកមានគឺពុំបានឡើយពេលក្រកំអស់សង្ឃឹមពេលមានកំភ្លើតភ្លើនតែយើងត្រូវទប់ខ្លួនឯងឲ្យជាប់ឈរឲ្យនឹងហើយកុំរំជើបរំជួលសេចក្តីលំបាកធ្វើឲ្យមនុស្សឈឺចាប់តែការឈឺចាប់វាបានធ្វើឲ្យមនុស្សរឹងមាំទ្រឹស្ដីពុទ្ធនិយមបានបង្ហាញថាយើងត្រូវរៀនទទួលយកព្យុះភ្លៀងក្នុងជីវិតត្បិតបើគ្មានទឹកភ្លៀងទេក៏គ្មានដើមរុក្ខជាតិណាអាចដុះលូតលាស់បានដែរអ្នកដទៃមានលុយតែយើងមានឆន្ទៈអ្នកដទៃមានអ្នកជួយជ្រោមជ្រែងតែយើងមានការអត់ធ្មត់និងចិត្តអំណត់ឆន្ទៈនិងចិត្តអំណត់គឺជាអំណាចអ្វីដែលយើងបានលើកឡើងខាងលើនេះវាគឺជាគោលការណ៍ដែលខ្ញុំប្រើអស់រយៈពេលជិត15ឆ្នាំការកើតជាមនុស្សគឺជាមង្គលដ៏ឧត្តមមង្គលគឺដោយសារតែយើងមានឱកាសប្រឹងមង្គលគឺដោយសារតែយើងមានឱកាសប្រើរូបរាងកាយនេះដើម្បីដុសខាត់ព្រលឹងរបស់ខ្លួនឯងបានមង្គលគឺដោយសារយើងមានអំណាចគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរជីវិតរបស់ខ្លួនបានមនុស្សដែលបានកើតមកលើផែនដីនេះអត់អ្វីអត់ចោះតែកុំឲ្យអត់ស្គាល់ខ្លួនឯងអំណាចទឹកខ្មៅបើអ្នកនិពន្ធមិនបញ្ចូលអារម្មណ៍រហូតដល់ស្រក់ទឹកភ្នែកក្នុងពេលតែនិពន្ធទេនោះអ្នកអានក៏មិនអាចស្រក់ទឹកភ្នែកក្នុងពេលកំពុងអានដែរបើអ្នកនិពន្ធមិនបញ្ចូលអារម្មណ៍រំភើបក្នុងពេលសរសេរទេអ្នកអានក៏អានដល់គ្មានអារម្មណ៍រំភើបក្នុងពេលកំពុងអានដែរខ្ញុំចាត់ទុកការអានប្រៀបដូចជាការដកដង្ហើមចូលហើយចាត់ទុកការសរសេរប្រៀបដូចជាការដកដង្ហើមចេញខ្ញុំធ្លាប់ពួរអារម្មណ៍ម្យ៉ាងចេញពីសៀវភៅខ្លះដែលវាមិនត្រឹមតែជាចំណីខួរក្បាលប៉ុណ្ណោះទេ
តែធ្វើឲ្យអ្នកអានមានអារម្មណ៍រំជើបរំជួលរំភើបញាប់ញ័រនិងប្រៀបដូចខ្លួននៅក្នុងព្រឹត្តិការណ៍ក្នុងកលៈទេសៈខ្លះខ្ញុំបានសោកអារម្មណ៍ចូលទៅក្នុងគំនិតនៃអ្នកសរសេរទៀតផងនៅក្នុងបរិបទនៃការតែងនិពន្ធខ្ញុំបានសង្កេតឃើញមានអ្នកសរសេរពីរប្រភេទទី1គឺជាអ្នកសរសេរដែលចេះបង្ហាញត្រឹមតែអារម្មណ៍ដល់អ្នកអានតែគ្មានខ្លឹមសារអប់រំពិតប្រាកដទេសំណេរមនោសញ្ចេតនាវិជ្ជមានបែបនេះតែងពង្វក់អ្នកអានឲ្យឆ្លក់ក្នុងស្បៃអន្តការនៃអារម្មណ៍រហូតដល់អ្នកអានខ្លះងើបមិនរួចពីអារម្មណ៍និយមអ្នកអានខ្លះលលង់លលួចនឹងជីវិតបែបអារម្មណ៍ឬចេញមិនផុតពីការឈឺចាប់ទីផ្សារអត្ថបទឬសៀវភៅបែបមនោសញ្ចេតនាគឺពេញនិយមជាងអត្ថបទអប់រំទៅទៀតទី2គឺអ្នកសរសេរបែបប្រើហេតុផលជ្រុលពេកគំនិតនិយមជ្រុលពេកឬទស្សនៈជ្រុលពេករហូតធ្វើឲ្យអ្នកអានធុញទ្រាន់ត្បិតមនុស្សភាគច្រើនមិនសូវចូលចិត្តអានអត្ថបទដែលគ្មានលាយមនោសញ្ចេតនាជាពិសេសយុវជនឬក៏យុវវ័យពេលខ្លះអ្នកនិពន្ធខ្លះសរសេរបែបប្រដៅអ្នកអានតែម្ដងនោះក៏មានដែរខ្ញុំបានអានសៀវភៅបែបប្រែសម្រួលច្រើនបំផុតហើយខ្ញុំអានសៀវភៅចំណងជើងតែមួយតែមាន2ភាសាសៀវភៅដើមជាភាសាអង់គ្លេសនិងសៀវភៅប្រែសម្រួលជាភាសាខ្មែរដើម្បីទៀងទាត់អត្ថន័យដើមនិងការប្រែសម្រួលថាតើអ្នកប្រែសម្រួលយល់ពីន័យដែលអ្នកនិពន្ធដើមចង់លើកឡើងដែរឬទេខ្ញុំសង្កេតឃើញថានៅមានចំណុចខ្លះខ្វះខាតពីព្រោះវាពាក់ព័ន្ធនឹងភាសាវប្បធម៌បរិបទសង្គមនិងកលៈទេសៈសង្គមសៀវភៅខ្លះប្រែសម្រួលទៅវាអាននឹងពិបាកយល់ហើយអ្នកប្រែសម្រួលក៏ពេលខ្លះពុំយល់ច្បាស់ពីន័យដើមដែរតាមបទពិសោធន៍នៃការអានរបស់ខ្ញុំកន្លងមកបូកផ្សំនឹងការទៀងទាត់អត្ថន័យនៃភាសាពីរខ្ញុំមើលឃើញតាមបរិបទជាក់ស្ដែងថាការអានដែលត្រឹមត្រូវហើយឆាប់ប្រើការបានគឺអ្នកអានគួរតែត្រូវស្វែងយល់ពីបរិបទវប្បធម៌ឬបរិបទសង្គមឬកលៈទេសៈសង្គមសិនពីព្រោះបើមិនបន្សុទ្ធទេចំណេះដឹងមួយចំនួនធំគឺប្រើមិនបានផលទេក្នុងបរិបទសង្គមខ្មែរនេះគឺជាអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់តាមរយៈបទពិសោធន៍របស់ខ្ញុំប៉ុណ្ណោះហើយខ្ញុំក៏ពុំមានបំណងរិះគន់អ្នកប្រែសម្រួលដែរតែខ្ញុំមានតែអរគុណចំពោះសេចក្តីប្រឹងប្រែងពំនាំនៅចំណេះដឹងល្អៗពីបរទេសមកសាព្រោះដល់សង្គមយើងទាំងមូលអត្ថបទទាំងនេះដកស្រង់ចេញពីសៀវភៅអំណាចជាអំណាចនិពន្ធដោយឡាមលឹម